បាទហើយខ្ញុំមកប្រាប់អំពីរបៀបនៃការដាំសណ្តែកគួរបាទគឺតាមលក្ខណៈគ្រួសារតាមបែបងាយៗកាត់បាទគឺជាទម្លាប់ដែលខ្ញុំធ្លាប់ធ្វើកន្លងមកបាទអ្វីដែលខ្ញុំត្រូវមានគឺខ្ញុំត្រូវមានបាទចាប់កាប់បាទហើយនឹងចាប់កាប់ហើយនឹងខ្សែដើម្បីយើងធ្វើជួរឲ្យត្រង់ហើយនឹងបង្គោលចំនួន2ហើយនឹងជីទ្រាប់បាតហើយខ្ញុំបញ្ជាក់សម្រាប់ការដាំសណ្តែកគួរនេះគឺខ្ញុំបានយកគ្រាប់មកកប់នឹងរងទេដោយសារគឺខ្ញុំបានបណ្ដុះកូនបានមកតង់ហើយដូច្នេះគឺខ្ញុំយកកូនដែលបានបណ្ដុះហើយនឹងខ្ញុំយកមកដាំដំបូងខ្ញុំត្រូវជ្រើសរើសរកទីកន្លែងណាដែលខ្ញុំត្រូវដាំហើយខ្ញុំចង់បន្ទាត់មកដើម្បីឲ្យស្អាតបាទគឺខ្ញុំដាំតែពីររងទេបាទមួយរងនឹងខ្ទង់5 6ដើមជាងដាំហូបបាទគឺបើសិនជាចង់ដាំច្រើនគឺអាចថាប្រើវិធីសាស្ត្រឬក៏បច្ចេកទេសទំនើបជាងនឹងក៏មានដែរបាទដោយសារខ្ញុំគិតថានេះគឺជាតាមបែបលក្ខណៈងាយបាទដែលខ្ញុំឆាយរួចហើយខ្ញុំក៏ចាប់ផ្ដើមយកជីអេកូសម្រាប់ទ្រាប់បាតការទ្រាប់បាតវាពិតជាមានសារៈសំខាន់ណាស់ដោយសារដីយើងកាលណាដីយើងពុំសូវជាល្អយើងបានដាក់ជីទៅរុក្ខជាតិវាលូតលាស់មកវាចាប់ផ្ដើមចាប់យកជីដែលយើងដាក់ហ្នឹងសន្ទុះនៃការលូតលាស់នៃដំណាំរបស់យើងគឺកាន់តែលឿនបាទគឺខ្ញុំដាក់មកល្មមខ្ញុំពង្រីកឲ្យคล้ายជាល្បាយស្មើសាច់ឲ្យខ្ញុំច្បល់បញ្ចូលគ្នាបាទការលាយជីក៏សំខាន់ដែរកាលណាបើសិនណាយើងដាក់មកកដុបទេវាអត់ល្អទេដូច្នេះវាប៉ះវាអត់ស្មើបាទជួនកាលអាចឲ្យងាប់នៃដំណាំយើងផងបាទគឺសម្រាប់វីដេអូរបស់ខ្ញុំគឺនិយាយអំពីការដាំសណ្តែកគួរបាទដោយការប្រើកូនក្រោយពីយើងបានប្រើចប់ក៏បានប្រើដៃក៏បានមកល្មមយើងលេងមកល្មមបាទហើយយើងក៏ចាប់ផ្ដើមយកកូនសណ្តែកគួរដែលខ្ញុំនិយាយថាបន្តហើយនឹងយើងយកមកដាក់ក្នុងដាវមួយមកហើយយើងសង្កត់វាឲ្យណែនហើយខ្ញុំដាំធម្មតាខ្ញុំដាក់ពីចន្លោះពីដាវមួយទៅដាវមួយគឺ50បាទគឺហើយគឺមកល្មមបើសិនបើយើងចង់ឲ្យរាងរង្វើលយើងអាចដាក់55ឬក៏60អានឹងអាស្រ័យលើការស្រឡាញ់របស់យើងបាទគឺខ្ញុំធ្វើតាមទម្រង់ដែលខ្ញុំបានបង្ហាញនឹងមួយម្ដងរហូតដល់អស់នៃកូនដែលឬក៏តម្រូវការរបស់យើងដែលបានដាំហើយយើងសង្កត់វាឲ្យណែនកាលណាសង្កត់ឲ្យណែនដើម្បីថាយើង ស្រោចទឹកកាលណាយើងចប់យើងត្រូវស្រោចទឹកហ្នឹងហើយស្រោចទឹកកុំឲ្យវាបែកទ្រង់ទ្រាយកាលណាបែកទ្រង់ទ្រាយវាអាចឲ្យកូនដំណាំរបស់យើងគឺការលូតលាស់គឺវានឹងខ្សោះខ្សោយបាទគឺចិត្តឈានដល់ជួរដល់ការបញ្ចប់នេះគឺបង្ហាញតែម្រងទេពុកម៉ែបងប្អូនបើសិនតែចង់ច្នៃធ្វើជាច្រើនអាចវាទម្លាប់វាទម្រង់ដដែលតែគ្រាយើងយកមកអនុវត្តដដែលគឺវាបានហើយបាទហើយក្រោយពីយើងបានដាំរួចហើយយើងក៏ត្រូវត្រៀមបាទគឺយើងត្រៀមទឹកសម្រាប់ស្រោចហើយការដែលខ្ញុំដាំគឺខ្ញុំជ្រើសរើសពេលវេលាម៉ោង4ម៉ោង4ពេលរៀងប្រឡប់ត្រជាក់បាទកាលណាយើងធ្វើអញ្ចឹងទៅខ្ញុំសង្កេតឃើញដំណាំយើងក៏ស្ទុះល្អដែរវាអត់បើយើងដាំពីព្រឹកអាចថាវាក្តៅតើយើងមានការថែទាំមកតង់ទៀតអញ្ចឹងណាបាទយើងឥឡូវយើងក៏ចាប់ផ្ដើមត្រៀមទឹកបានស្រោចហើយការស្រោចនេះក៏យើងត្រូវមើលយើងប្រើកម្លាំងទឹកកុំខ្លាំងពេកកាលណាខ្លាំងពេកអាចបណ្ដាលឲ្យដួលវាលំអញ្ចឹងណាបាទអានេះគឺខ្សែកាលណារួចហើយយើងយកទុកវាសាទុកសម្រាប់ប្រើនៅក្នុងថ្ងៃក្រោយទៀតបាទបាទយើងស្រោចបាទនេះគឺខ្ញុំបានចាប់ផ្ដើមយកទឹកស្រោចហើយបាទគឺស្រោចល្មមបាទគឺវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទវីដេអូនេះគឺនិយាយម្ដងទៀតគឺអំពីការរៀនដាំស្បែកគួរតាមលក្ខណៈងាយគឺខ្ញុំមិនបានប្រើជាបច្ចេកទេសទំនើបមានជាកស៊ូក្រាអីទេអាហ្នឹងគឺល្អបើគេមានតែយើងត្រូវចំណាយលុយចំណាយធនធានមកតង់ទៀតជាដោយសារខ្ញុំគិតថាខ្ញុំដាំលក្ខណៈតិចតួចទេបាទពុកម៉ែបងប្អូនព្រមទាំងបងប្អូនដែលទេសនាប្រសិនបើពេញចិត្តសូមកុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងដើម្បីកម្លាំងចិត្តខ្ញុំនឹងមានទឹកចិត្តសម្រាប់ការផលិតនៅវីដេអូទាក់ទងទៅនឹងការរៀនដាំដុះបន្តទៀតបាទសូមអរគុណបាទសូមជម្រាបលា